ប្រវត្តិស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបនិងស្ពានអាកាសឬខ្សែកែវក្រុងភ្នំពេញស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបត្រូវបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី23ខែតុលា ឆ្នាំ2017ដែលទទួលបានការសាងសង់ដោយក្រុមហ៊ុន OCIC វិនិយោគទុនអាណិកជនកម្ពុជាប្រើប្រាស់ថវិកាអស់ប្រមាណ$35 លានស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបមានប្រវែង922ម៉ែត្រទទឹង20.5ម៉ែត្រចិញ្ចើមស្ពានសម្រាប់ថ្មើរជើងមានទទឹង 1.25 ម៉ែត្រសងខាងកម្ពស់ស្ពានសម្រាប់ព្យួរខ្សែកាបធៀបនឹងកម្រាលស្ពានមានប្រវែង34ម៉ែត្រសសរសម្រាប់ព្យួរខ្សែកាបមានចំនួន4សសរសម្រាប់គន្លងខ្សែយានយន្តទទឹង 3.75 ម៉ែត្រគន្លងធ្វើចរាចរណ៍មាន2ខ្សែទៅនិង2ខ្សែមកកម្ពស់សម្រាប់នាវាចរក្រោមស្ពានមានកម្ពស់អតិបរមានៅរដូវវស្សាគឺ 10.5 ម៉ែត្រនិងកម្ពស់នាវាចរក្រោមស្ពានអបបរមានៅរដូវប្រាំងកម្ពស់ 20.5 ម៉ែត្របំពាក់បង្គោលបំភ្លឺនិងដាក់សញ្ញាចរាចរណ៍ស្ពាននេះសាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើពេលវេលារយៈពេល28ខែក្រោយការស្ថាបនាស្ពានបេតុងខ្សែកាបនេះនឹងបង្កើតលំហូរចរាចរណ៍ថ្មីតភ្ជាប់ពីផ្លូវជាតិលេខ5នៃខណ្ឌឫស្សីកែវនិងផ្លូវជាតិលេខ6នៃខណ្ឌចូលចង្វាស្ពានអាកាសឫស្សីកែវត្រូវបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី31ខែមករាឆ្នាំ2022ដែលទទួលការសាងសង់ដោយក្រុមហ៊ុន OCIC វិនិយោគទុនអាណិកជនកម្ពុជាចំណាយថវិកាសាងសង់ប្រមាណ$9.7 លានស្ពាននេះមានបណ្ដោយប្រវែង483ម៉ែត្រនិងទទឹង15.8ម៉ែត្រកម្ពស់5ម៉ែត្រដោយហោះលើបណ្ដោយផ្លូវជាតិលេខ5នៅចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេសាបថ្មីនេះដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន15ខែសម្ពោធដោយប្រើប្រាស់ជាផ្លូវការនៅស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបនិងស្ពានអាកាសឫស្សីកែវនៅថ្ងៃទី31ខែឧសភាឆ្នាំ2023សូមអរគុណ